ស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញអីសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយតាមផ្លូវមកវត្តហ្នឹងហើយនឹងនៅតាមភូមិហ្នឹងឃើញបងប្អូនយើងខ្លះពេលល្ងាចគាត់ដូចសប្បាយគាត់ជុំគ្នាជួលកៅផឹកស៊ីច្រៀងរាំដាក់បាសក្អិលគាត់ដូចអត់ខ្វល់រឿងថាកូវីដមិនកូវីដអីទេជុំគ្នាហើយគឺសប្បាយហើយអានឹងខ្ញុំកណាត់ថាភាពនឹកឃើញដូចនៅប្រទេសអឺរ៉ុបនិងអាមេរិករាល់ថ្ងៃនេះដែលមនុស្សមួយចំនួនហ្នឹងអត់ខ្វល់នឹកថាវាមិនអីទេហើយដល់ពេលវាអីផ្ទុះបាត់ហើយមួយថ្ងៃស្លាប់អស់1000អ្នកជាងអីចឹងទៅនៅអាមេរិកហ្នឹងបើវាឆ្លងស្លាប់ម្នាក់ឯងអាហ្នឹងមិនជាប្រមាណទេប៉ុន្តែនៅវាអាចនឹងឆ្លងដល់ប្រពន្ធកូនដែលគ្នាមិនដឹងអីនៅផ្ទះហ្នឹង
វាជាការយកអាយុជីវិតខ្លួនឯងអាយុជីវិតគ្រួសារទៅបដូរនឹងដបស្រាវាជារឿងដូចថាការមិនទូខុសត្រូវខ្លាំងមែនទែនក្នុងនាមយើងជាម្ចាស់គ្រួសារហើយក្នុងនាមយើងជាពលរដ្ឋក្នុងភូមិក្នុងស្រុកហ្នឹងហើយទោះបីជារដ្ឋប្រឹងប៉ុណ្ណាក៏ដោយបើយើងមិនព្រមចូលរួមការពារអាយុជីវិតខ្លួនយើងអាយុជីវិតគ្រួសារទេវាអន្តរាយទាំងអស់គ្នាហើយអានឹងព្រះអង្គសម្ដែងពីសេចក្តីប្រមាទព្រះអង្គសម្ដែងថាប្រមាទតួមច្ចុណោប្រទាំងការប្រមាទទេប្រហែសហ្នឹងជាផ្លូវនៃសេចក្តីស្លាប់ហើយដល់ពេលមុំដឹងខ្លួនវាខកពេលបាត់ហើយស្លាប់ប្រពន្ធស្លាប់កូនស្លាប់ខ្លួនឯងឆ្លងគេឆ្លងឯងអានឹងយើងបង្កវិនាសកម្មដល់គ្រួសារដល់សង្គមជាតិជាបាបកម្មធ្ងន់អញ្ចឹងស្មានថាចាំពេលហើយនឹងផឹកស៊ីអីក៏ផឹកចាស់ប៉ុន្តែក្នុងកលៈទេសៈនេះវាជាការមើងងាយជីវិតខ្លួនឯងផងជីវិតគ្រួសាររបស់ខ្លួនឯងផងហើយនឹងជាការផ្ដល់នៅហានិភ័យដល់ប្រទេសជាតិដែលកំពុងតែជួបបញ្ហានឹងផងថ្មសង្កេតឃើញអ្នកខ្លះនៅក្នុងសង្គមយើងហ្នឹងពេលខ្លះពីដំបូងទៅដូចថាមិនតើមានការងារធ្វើមិនតើចេះដឹងអីទេអញ្ចឹងមានអ្នកដតីហ្នឹងក៏អត់មានចិត្តអាណិតជួយណែនាំប្រាប់ពយល់អីចឹងទៅផឹងប្រែងទៅក៏បានគង់ខ្ពស់ប្រសើរទៅហើយយូរក៏ភ្លេចទៅពេលម្លឹកម្លើកទៅក៏ដោយសារតែខ្ញុំដោយសារតែខ្លួនឯងនឹងប្រឹងមកបានហើយក៏មិនផ្ដល់តម្លៃដល់អ្នកដែលបានជួយខ្លួនឯងនឹងវាឆាប់ភ្លេចដែលចឹងវាត្រូវហើយខ្លួនឯងអ្នកប្រឹងប្រែងប៉ុន្តែថាវាមានដូចថាដើមឈើវាមានរឹសចឹងផ្ទះវាមានគ្រឹះពីក្រោមអ្នកត្រមកចឹងបើយើងឆាប់ភ្លេចពេកវានាំឲ្យគេលែងមានទឹកចិត្តជួយទៀតគេដឹងគំនិតយើងថាអើយមនុស្សនេះគេហៅរមិលគុណក្នុងធម៌លោកហៅអតបញ្ញូទេវតាមិនស្រឡាញ់មិនជួយចិត្តទេវាអត់មានខុសទោះអីទេគ្រាន់តែថាខ្ញុំផឹងប្រែងបានប៉ុណ្ណាដោយសារគាត់ដែរបានជួយប្រាប់ត្បិតថាតិចតួចខ្ញុំអរគុណគាត់ហើយវាអត់មានអីខាតទេវានៅយើងនឹងវាខ្លាចអន់ត្រង់ថាឲ្យតម្លៃគេទៅឯងនឹងវាអន់ឯងបានប៉ុណ្ណឹងដោយសារគេជួយគេមានអីខុសគេជួយនៅតែគេជួយដដែលដែរឲ្យវាមានស្មារតីកតញ្ញូតាធម៌មនុស្សទេវតាស្រឡាញ់អ្នកដតីស្ដាប់យើងឮអញ្ចឹងថាទេមនុស្សនេះគ្រាន់បើមិនភ្លេចកំណើតខ្លួនឯងនៅដឹងគុណដល់អ្នកដែលធ្លាប់ជួយចឹងអ្នកដតីគេស្រឡាញ់គេចូលចិត្តគេសែបគប់ជាមួយគេមានឱកាសមានរឿងអីល្អគេប្រាប់យើងបន្តទៅទៀតហើយបើយើងដូចថាអញល្អហើយមានណាជួយអញទេអញខ្លាំងអាហ្នឹងវាដូចថាបិទប៉ុនណាបិទប៉ុនបិទឱកាសសម្រាប់អ្នកដតីឬក៏ម្ចាស់ដែលធ្លាប់ជួយហ្នឹងគេលែងចង់ជួយទៀតហើយអាហ្នឹងទេវតាមិនស្រឡាញ់មិនចូលចិត្តហើយមិនចម្រើនទេក្នុងមង្គលព្រះអង្គសម្ដែងពីកតញ្ញូតាធម៌មិនមែនតែធ្វើចំពោះឪពុកម្ដាយទេអ្នកដែលធ្លាប់ជួយយើងនឹងក៏ត្រូវសម្ដែងការតបស្នងសងគុណនឹងទើបបានចម្រុងចម្រើនមានឱកាសអភិវឌ្ឍខ្លួននៅបានខ្ពង់ខ្ពស់ប្រសើរហើយមានពេលវេលាអរគុណគាត់ទៅមានអីអាចជូនបានក៏ជូនទៅតាមកម្លាំងសទ្ធាជ្រះថ្លារបស់យើងអាហ្នឹងបានសេចក្តីសុខសេចក្តីចម្រើននៅក្នុងចិត្តហើយបុណ្យកុសលនឹងជួយយើងឲ្យបានចម្រុងចម្រើនតអនុមោទនា